បាទសូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តដែលកំពុងទស្សនាវីដេអូនៅក្នុង Channel YouTube ពីខ្មែរក៏ដូចជា Page ផ្លូវការពីខ្មែរនិងនៅក្នុង Account TikTok ពីខ្មែរខ្ញុំបាទឈ្មោះខានតារាថ្ងៃនេះចង់ធ្វើការជម្រាបជូនទៅបងប្អូនដែលរៀនខាងផ្នែក IT ណាខ្ញុំផ្ដោតទៅលើការសរសេរ web ឬក៏ Windows application system អញ្ចឹងណាគេខ្លះចង់រៀនសរសេរ HTML website យើងត្រូវធ្វើលើ HTML JavaScript ជាដំបូងបើសិនជាយើងអត់ទាន់ចេះត្រឹមឆ្នាំទី2អីបើយើងគិតថាយើងចង់សរសេរ website យើងគួរតែចាប់ផ្ដើមរៀន HTML JavaScript ជាមួយនឹង Bootstrap ជាមុនសិនទី2ចាំយើងចូលទៅដល់ Dynamic ដែលជា website ដែលមាន connect ជាមួយនឹង database ចង់សិក្សាទៅលើ database SQL Server ក៏បានណាចង់សរសេរ develop system ក៏បានសម្រាប់ខ្ញុំគឺយើងមានបរិញ្ញាហើយសូមបញ្ជាក់ថាការបរិញ្ញានេះគឺយើងបង្រៀនផ្ទាល់ជជែកអង្គុយជជែកគ្នាសរសេរផ្ទាល់មួយគ្នាអញ្ចឹងណាគេខ្លះដែលកំពុងរៀនឆ្នាំទី2ឈរមេទី2ចិត្តចប់ចូលទី3ហើយឬក៏ឆ្នាំទី3ពេញលេញឬក៏ចាប់ផ្ដើមចូលឆ្នាំទី4ត្រូវការសរសេរ website សរសេរ JavaScript សរសេរ HTML ណាlayout ឬក៏គេហៅថា front end ហ្នឹងធ្វើម៉េចឲ្យវា fit responsive ទៅតាមទូរស័ព្ទដៃជាមួយនឹងនៅលើកុំព្យូទ័រអាចតាក់ទងខ្ញុំបានហើយបើចង់រៀនអីផ្សេងទៀតដូចជា develop system SQL server code សរសេរ report អីអាចតាក់ទងខ្ញុំបានហើយអ្នកណាខ្លះដែលកំពុងតែរៀន IT ហ្នឹងណាអាចឆាតចូលបានហើយមើលឲ្យកុំភ្លេចជួយចែកម្លែកទៀតផងសម្រាប់មិត្តភ័ក្តិផ្សេងៗទៀតដែលគាត់ក៏ចង់ចេះសរសេរដែរបាទសូមអរគុណ